ធ្លាប់គេយកសពឲ្យឃើញគាត់អីអត់របៀបដែលថតរឿងហ្នឹងហើយអញ្ចឹងឃើញបងដោយសារតែពេលដែលពួកខ្ញុំថតហើយខាងក្រុមហ៊ុន LD គាត់ទៅធ្វើបនបនសំណាង4ឆ្នាំតួអមឋាននៅក្នុងរឿងមែនតែនពេលហ្នឹងតួសម្ដែងទាំងអស់7 8នាក់ពងសាច់ជពះអមឋានមែនតែនមកកេះខ្ញុំអត់ទេមែនតែនអ្នកទាំងអស់គ្នាខ្ញុំអត់និយាយកុហកអីគាត់មកកេះខ្ញុំហើយយកខ្សែអំបោះមកពាក់ឲ្យខ្ញុំហើយគាត់ប្រាប់ថាកុំថតគាត់ហើយប្អូនបងសំណាងមែនតែនគាត់និយាយថាអមឋានអត់ដែរទីអីណាគេណាហើយគាត់ក៏ប្រាប់ថាឲ្យខ្ញុំប្រយ័ត្នខ្លួនតិចដូចថាសុំគ្រួសារសពប៉ុន្តែអត់សុំតួព្រាយទេលេងគេយកហ្មងហើយខ្ញុំមនុស្សខ្ញុំអត់ចេះខ្លាចខ្មោចទេហើយក៏ពេលដែលគេនិយាយចឹងអត់មានព្រឺសបល់អីទេតែព្រឺក្បាលខ្ញាក់អានេះខ្ញុំនិយាយមែនតែខ្ញុំអត់និយាយតែឥឡូវបានសុំគេហើយនៅសុំអីគេធ្វើដល់ពេលទៅខ្ញុំទំតែស្រោចទឹកម្សិលមួយថ្ងៃដោយសារតែពេលដែលអ៊ំឋានចងសែនរបស់ឲ្យខ្ញុំមកដល់ខ្ញុំយកសពអក្រខ្ញុំយកសពមែនតើខ្ញុំនិយាយដាក់ TikTok មួយថ្ងៃដូចជាមួយអាទិត្យមុនយកសពឃើញមនុស្សប្រុសម្នាក់ហ្នឹងខ្លួនសុទ្ធតែផុកដូចព្រាយចឹងហើយដូចថាដូចប្រែតរបៀបសុទ្ធតែផុកហើយមានឈាមតិចហើយមកសុំផ្ទះខ្ញុំគេងមួយខ្ញុំថាសុំគេងមួយផងហើយដល់ពេលទៅខ្ញុំគាត់ថាពួកឯងមកពីណាហើយបើចង់សុំខ្ញុំគេងមួយទឹកឲ្យស្អាតទៅពួកអីគឺក្រែកខ្លាំងណាសិតតែផុកសិតតែឈាមហើយគាត់អញញឹមដាក់ខ្ញុំហើយគាត់កាច់កាញខ្ញុំថាអត់ដែរមួយទឹកផងអត់ដែរផងមកគេងទៀតហើយដល់ពេលហើយគាត់ប្រហែលខ្លួនគេខ្លួនឯងទៅហើយបន្ទាប់មកយប់ទី1ខ្ញុំមនុស្សខ្ញុំចូលចិត្តនៅបន្ទប់ចូលចិត្តបិទភ្លើងអីមកពីធ្វើការហត់បិទភ្លើងខ្ញុំគេម្នាក់ឯងចាប់តាំងពីខ្ញុំថតរឿងហ្នឹងមកត្រូវតែហៅបងស្រីមកគេងមួយឬក៏ម៉ាក់មកគេងមួយបន្ទប់ទឹកខ្ញុំបន្ទប់ភ្លើងខ្ញុំលេងហ៊ានបិទមិនដូចជាថាធ្វើឲ្យយើងខ្លាចប៉ុន្តែពេលបិទធ្លាប់ឃើញអីមែនអត់ទេដល់បិទវានៅអត់សក់ហើយទាំងដែលកាលពីមុន20ឆ្នាំជាងខ្ញុំគេងបិទតែភ្លើងទេហើយដល់ថ្ងៃហ្នឹងចាដល់ពេលឥឡូវហ្នឹងត្រូវតែបើកហើយបើថាដល់ពេលគេងអត់លក់អញ្ចឹងទៅរោបចាយគេងលក់ទៅរោហត់ហៅម៉ាក់ហើយបើកភ្លើងហ្នឹងហៅមកក៏ថាមិនឲ្យខ្លាចវាអត់ខ្លាចតែព្រឺឲ្យខ្លាចអត់ខ្លាចទេតែព្រឺហើយយប់ទី2យកសពឃើញមនុស្សខ្ញុំខ្លាចទឹកខ្ញុំចេះហេតុទឹកទេខ្ញុំខ្លាចទឹកខ្ញុំនិយាយសត្វតែជាការប៉ិតខ្ញុំនិយាយដាក់ TikTok ហ្មងហើយដល់ពេលខ្ញុំខ្លាចពេកខ្ញុំមិនដឹងធ្វើម៉េចខ្ញុំទាញទូរស័ព្ទខ្ញុំថតហើយខ្ញុំដាក់ TikTok យកហ្មងហើយសួរថាខ្ញុំព្រឺក្បាលខ្ញុំខ្ញាក់អញ្ចឹងហើយខ្ញុំក៏ធ្វើធម្មតាព្រោះខ្ញុំអត់ចង់ឲ្យគេដឹងអារម្មណ៍អីឬថាយើងភ័យខ្លាចអញ្ចឹងយប់ទី2យកសពឃើញមនុស្ស2 3នាក់កាន់ដៃខ្ញុំហ្នឹងទៅកន្លែងបឹងមួយហើយថាហែចូលខ្ញុំក៏ប្រាប់ថាកុំហាខ្ញុំចូលទឹកមនុស្សខ្ញុំខ្លាចទឹកណាសូម្បីតែទឹកសមុទ្រធម្មជង្គង់ក៏ខ្ញុំហ៊ានមួយដែរសារនៅក្រៅខ្ញុំចេះហែទឹកហើយចូលទៅហើយខ្ញុំក៏ភ្ញាក់វិញខ្ញុំថាខ្ញុំចេះទៅសពឲ្យក្រោយរហូតហើយដល់ពេលទៅម៉ាក់ថាឲ្យទៅស្រោចទឹកក៏ទៅស្រោចទឹកតែអ៊ំថាហ្នឹងក៏ឲ្យពាក្យមែនហើយក៏ថាក្នុងរឿងហ្នឹងអ្នកដែលត្រូវប្រយ័ត្នអីគេបងសែមបកស្រែដល់ពេលឥឡូវពាក់មកចឹងអន់យកសពអាក្រក់ពេកខ្សែបងយកសពវិញមិនជួយរំដោះគ្រោះទេយកសពប៉ុន្តែខ្ញុំអរគុណគាត់ប្រាប់ខ្ញុំថាកុំឲ្យដល់ចឹងប៉ុន្តែដល់ពេលខ្ញុំមកឲ្យខ្ញុំវាសពអាក្រក់ខ្ញុំខ្លាចតែមកតាមដឹងទីតាំងខ្ញុំអីចឹងខ្ញុំក៏មកអីថាឲ្យអស់ចេញសិនទៅប៉ុន្តែពីស្រោចទឹកហើយគឺឈប់មកតាមលងឈប់ធ្វើឲ្យមានអារម្មណ៍ថាមានអារម្មណ៍ថាយើងនៅមានគេតាមទៀតអត់ទេចង់និយាយថាពេលដែលស្រោចហើយហ្នឹងមុនបងរៀងអន់បានធូរឯតែដល់ពេលបើកមកឃើញព័ត៌មានកញ្ចក់រៀងចាប់ផ្ដើមអារម្មណ៍ហ្នឹងមកវិញឃើញព័ត៌មានដែលខ្ញុំនិយាយវីដេអូហ្នឹងមួយអាទិត្យមុនព័ត៌មានកញ្ចក់ខ្ញុំបើកឆ្លងស្រោចទឹកហើយមកដល់បន្ទប់បិទភ្លើងប៉ឹកលេចបើកឃើញព័ត៌មានហ្នឹងបើកភ្លើងវិញចង់ថាអារម្មណ៍ចិត្តឲ្យមកវិញហើយចេះតែរៀងខ្ញាក់ខ្ញាក់ក្បាលហើយមនុស្សខ្ញុំអត់ចេះខ្លាចខ្មោចទេខ្ញុំទូសខ្ញុំអត់ចេះខ្លាចខ្មោចទេហើយដល់ពេលចេះតែអារម្មណ៍បាត់ងាប់បាត់ណាអើយលោកខ្លាចមែនតើងាប់បាត់ហើយចេះសណាងឯងស្វាយហើយអត់តន់រៀក